ប្រឆាំងនៅបរទេសឈ្លានពានមកលើដែនអធិបតេយ្យនៃកម្ពុជាប្រឆាំងនៅអំពើអយុត្តិធម៌ប្រឆាំងនៅអំពើបុករលួយស្មារតីដើមតាំងពីគណៈបកជាតិខ្មែរពីណាស្គាល់គណៈបកជាតិខ្មែរខ្លះបងប្អូនបាទអរគុណបន្ទាប់មកគណៈបកសំរងស៊ីនៅក្នុងគោលនយោបាយយ៉ាងម៉េចត្រូវបដិញ្ញាចិត្តក្នុងការការពារនៅបូរណភាពទឹកដីនិងប្រឆាំងនៅបរទេសឈ្លានពានមកលើដែនអធិបតេយ្យនៃកម្ពុជាប្រឆាំងនៅអំពើអយុត្តិធម៌ប្រឆាំងនៅអំពើបុករលួយញ៉ាអានឹងជាគោលនយោបាយដើមអញ្ចឹងយើងបន្តតទៅទៀតបាទយើងបន្តទៅទៀតសូមជម្រាបថាគណៈបកកម្លាំងជាតិប្រកាន់ចំហគឺប្រកួតប្រជែងយកអំណាចចំហតែមួយគត់គឺការចូលរួមការបោះឆ្នោតសេរីត្រឹមត្រូវចឹងកុំឲ្យមានការភ័ន្តច្រឡំថាគណៈបកកម្លាំងជាតិទៅយកអំណាចតាមរយៈនេះតាមរយៈនោះអត់ទេបងប្អូនប្រកួតប្រជែងតាមរយៈការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌អានឹងដែលយើងចង់បានទាំងអស់គ្នាបងប្អូន